មនុស្សតែម្នាក់គត់ដែលចង់ឃើញអ្នកធ្វើបានល្អជាងខ្លួនដោយមិនច្រណែននឹងអ្នកដោយមិត្តភ័ក្តិរបស់អ្នកឪពុករបស់អ្នកនឹងចាក់ចោលអ្នកនៅថ្ងៃណាមួយហើយនៅពេលថ្ងៃនោះមកដល់អ្នកនឹងដឹងថាអ្នកបានបាត់បង់បុរសតែម្នាក់គត់ដែលចង់ឲ្យអ្នកទទួលបានជោគជ័យខ្លាំងជាងខ្លួនគាត់ដោយមិនច្រណែននឹងអ្នកដោយមិត្តភ័ក្តិរបស់អ្នកមួយចំនួននោះទេមុនថ្ងៃនោះមកដល់សូមសួរគាត់នៅសំណួរដ៏មានតម្លៃទាំង6នេះទី1តើអ្វីជាការចងចាំដ៏រីករាយបំផុតដែលប៉ានិងកូនចែករំលែកនិងឆ្លងកាត់ជាមួយគ្នាទី2តើថ្ងៃដំបូងដែលខ្លាចជាប៉ារបស់កូនតើប៉ាមានអារម្មណ៍បែបណាទី3តើប៉ាមានក្តីសង្ឃឹមនិងក្តីសុបិនបំផុតចំពោះខ្ញុំនៅថ្ងៃអនាគតក្នុងជីវិតរបស់ប៉ាទេ4តើប៉ាមានមោទនភាពបំផុតសម្រាប់ខ្ញុំនៅពេលណា5តើអ្វីជាអំពើល្អបំផុតដែលកូនធ្លាប់ធ្វើចំពោះប៉ានិង6តើអ្វីដែលប៉ាចង់ឲ្យខ្ញុំចងចាំបំផុតនៅពេលដែលប៉ាចាក់ចិញ្ចោលកូនឪពុកគឺជាវីរបុរសដ៏ស្ងៀមស្ងាត់បំផុតសម្រាប់កូនគាត់មិនតាក់ទាញចង់បានការចាប់អារម្មណ៍គាត់គ្រាន់តែបញ្ចេញដោយការខិតខំប្រឹងប្រែងធ្វើការផ្ដល់ក្តីស្រឡាញ់និងលះបង់សម្រាប់កូនរបស់គាត់ប៉ុន្តែយើងច្រើនតែភ្លេចសួរថាតើអ្វីជាបញ្ហារហូតដល់វាយឺតពេលដូច្នេះចំណាយពេលវេលានិយាយជាមួយគាត់ឲ្យបានច្រើន